bạn bóng ồn bên đây bạn mà đo tức đây sầm lốt và chấm ca tổ rên khơi tha đau mình thôm thế vân tay fly đó là mà đau và fly khăng mình tên mà thôi thôi đây sầm lốtនេះគឺល្បីដែរបងប្អូនបាទល្បីខាងរសជាតិបាទចឹងអ្វីដែលជាបរិបទនៅកសិករខ្មែរនៅស្រុកសំឡូតបាទគឺធ្វើបានមានគ្រប់ផ្ទះហ្មងបាទគឺសង់តែគ្រប់ផ្ទះណាបងប្អូនណាបាទដល់គេផ្ទះគេហ្នឹងបាទហើយទូរ៉េននេះមានបងប្អូនជាបរិបទខ្លះគាត់ធ្វើអាជីពជាចំការបាទបងប្អូនជាបរិបទខ្លះគាត់តាមផ្ទះតែម្ដងផ្ទះខ្លះចការខ្លះផ្ទះខ្លះចការខ្លះហើយផ្ទះខ្លះមាន2 3ដើម4 5ដើមគាត់ណានឹងបានផ្លែហូបកំសាន្តបាទឥឡូវបងប្អូនទស្សនាមើលផ្លែល្អមែនតើណាមកដើមផ្លែចូលប្រហែលជា20ផ្លែទៅ30ផ្លែបាទនេះមិនតន់ច្រើនទេបាទចាស់គាត់ថាមានដើមខ្លះច្រើនជាងទៀតបាទដើមមិនធំប៉ុន្មានទេបងប្អូនឃើញស្រាប់បាទនេះមើលដើមតូចដែរប៉ុណ្ណឹងស្វាយបាទប៉ុណ្ដើមស្វាយហើយដើមប្រហែលជា4 5ឆ្នាំផ្លែនោះយកងោកបាទនោះយកនោះទៀបបាទហើយការថែទាំចំការទុរេនគឺបាទដាំទីដែលស្ងួតហើយកុំឲ្យដាច់ទឹកបាទស្ដីថាកុំឲ្យដីហ្នឹងជ្រោយទឹកបាទបើខែទឹកគឺតបពីភ្លៀងគឺស្រស់តែបើខែប្រាំងបាទមិនឲ្យដាច់ទឹកទេគឺបងប្អូនត្រូវតែស្រោចវាជាប្រចាំបាទនេះមើលក៏ដាក់ក្បាលរយប្រភពទឹកបាទស្ដីថាបាញ់ទឹកទៅមួយថ្ងៃម្ដងឬ2 ថ្ងៃម្ដងបាទគឺអត់ឲ្យដាច់ទឹកទេបងប្អូនបាទអញ្ចឹងយើងថែទាំវាបងប្អូនណាបាទថែទាំវាតាមលក្ខណៈបែបបច្ចេកទេសក៏ប៉ុន្តែតកតនឹងដីគឺដាំទីណាក៏បានដែរប្រាប់បាទទីណាក៏ដាំបានទីណាក៏ដាំបានផលដែរបាទឲ្យតែបងប្អូនថែទាំវាបានល្អតរាបណាថែទាំវាបានល្អគឺនឹងបានផល4 ឆ្នាំ 5 ឆ្នាំបាទហើយនេះគាត់កាត់អស់ហើយបាទគាត់កាត់អស់ខ្លះបាទហើយសូមបញ្ជាក់ថាខែនេះគឺខែមិថុនាឆ្នាំ2026អានេះផ្លែល្ងាប់ហ៎ពូបាទផ្លែពេកងាប់ដល់នេះចាស់ទៅរៀនក៏5បាទផ្លែខ្លាំងពេកងាប់ដល់បាទនេះបងម្ចាស់ទុរេននោះផ្លែក្នុងមកដើមផ្លែប្រហែលជា30ផ្លែបងណាបាទហើយទុំ200 គីឡូមួយផ្លែស្មាតូសូមអធិស្ឋានប្រហែលជា200 គីឡូក្នុងមួយដើមបាទអញ្ចឹងវាចូលមកជិត100ផ្លែទៅ100ផ្លែព្រោះផ្លែខ្លះមាន3 គីឡូផ្លែខ្លះមានអស់ច្រើនគីឡូប្រហែលបងពូអស់ទម្ងន់5 គីឡូណាបាទទៅខ្ញុំផ្លែទូទេបាទហើយបងឲ្យដាំប្រហែលឆ្នាំហើយទៅនេះផ្លែ6 ឆ្នាំផ្លែ1ឆ្នាំឲ្យដាំប្រហែលឆ្នាំផ្លែ3អូដាំតែ3 ឆ្នាំបាទមើលបងដាំតែ3 ឆ្នាំប៉ុន្តែមានបងប្អូនខ្លះក៏ដាំ4 ឆ្នាំតែ3ទេទៅខ្ញុំពួកអើជុំតែ3បាទតែទៅពូក៏ដាំតែ3 ឆ្នាំទេបាទបាទក៏ដាំតែ3 ឆ្នាំបាទ3 ឆ្នាំបាទការថែទាំសំខាន់កុំឲ្យដាច់ទឹកពូណាបាទខែប្រាំងយើងមួយថ្ងៃយើងស្រោចបានដងខែប្រាំងមួយថ្ងៃខាតស្រោចមួយថ្ងៃខាតមួយថ្ងៃស្រោចមួយថ្ងៃខាតមួយថ្ងៃខែប្រាំងបាទខាតដង25 នាទីដាំដង25 នាទីបាទ25 នាទីវាជោគជាំដែរពូណាបាទជោគទឹកវិល2បាទទឹកវិល2បាទប៉ុន្តែបើជ្រោយទឹកខែភ្លៀងយើងកុំឲ្យសើអត់ស្រោចដាច់ការកុំឲ្យវាជ្រោយទឹកណាកាលណាយើងដាក់ទឹកទៅវាក្រោះទុំវាបឺតទឹកបាទហើយ1 គីឡូបានប៉ុន្មានពូឆ្នាំខ្ញុំលក់រាល់ដងបោះម៉ួយ14 15 គីឡូ14000 អូ14000ទៅ15000គីឡូ15000រៀលបាទ14000 15000បោះម៉ួយ1 គីឡូ14000ទៅ15000រៀលបាទអូល្អបងបាទអត់មានទុំដើមនេះអស់ឲ្យកាត់អស់ណាហើយផ្លែច្រើនពេកងាប់មើលងាប់មកដើមនេះខ្ញុំកាត់អស់1 តោននេះកាត់អស់1 តោនណាបាទហើយ1 តោនទទួលផលបានប៉ុន្មានពូបានខ្ញុំកាត់ឲ្យគេបាន1 គីឡូ 20000ទៅបង1 គីឡូ 20000បាទមកវាដល់កន្លែងមកកាត់ឲ្យតែជំទាវអូ100 ម្ដង200អញ្ចឹងគាត់កំងហូបគាត់មកដល់ផ្ទះកាត់ឲ្យតែគាត់អញ្ចឹងបាទ
គាត់ថាចាខ្ញុំឆ្ងាញ់ អូបាទបាទមានប្រហែលដើមពូចំការពូ 700 700ដើម បាទ អូធំហ្នឹង ក៏នេះតិចឯនោះជើងនោះ បាទកណ្ដោះទៀតបាទ ផ្ទះនោះមួយ ប៉ុន្តែខ្ញុំឃើញផ្ទះបងប្អូនជិបរកខ្លះគាត់ដាំ តិច តិចគាត់ដាំហូបណា អីចកាគេទៅក្នុងធំហ៎ អញ្ចឹង បាទទៅជ្រៅ ជ្រៅ ឡានខ្ញុំចូលដឹកទៅពួកអប៉ុង2ខ្ញុំចូលដឹក អូ ខ្ញុំមកគេ10តោន20តោនមកយកអស់ មកយកទាំងអស់បាទបាទ ដូចតាម៉ាប់នេះអីលេងមួយឆ្នាំសល់$200,000 អញ្ចឹង បាទ អូតម៉ាប់លើនោះមួយឆ្នាំសល់$200,000ចូលមកក៏ដាំទុរេនពូណា 1000ដែរ បាទ1000ដើមបាទអរគុណណាពូណា បាទ បាទ